ជំរាបសួរអ្នកគ្រូថ្ងៃហ្នឹងteam member របស់ខ្ញុំដែលមានឈ្មោះនៅខាងលើនេះអឺអញ្ចឹងខ្ញុំឈ្មោះកងឈុនហើយខ្ញុំនឹងធ្វើការ present អ្វីទៅគឺជា web proxy អញ្ចឹងតើតើនឹងវិធានបទ web proxy នេះដែរអឺវាគឺជាបច្ចេកវិទ្យាសំខាន់មួយសម្រាប់ការកែលម្អសុវត្ថិភាពនិងចលនាមឹកនិងប្រសិទ្ធភាពក្នុងការប្រើប្រាស់នៅក្នុងអ៊ីនធឺណិតអញ្ចឹងគឺខ្ញុំនឹងធ្វើការ present through point by point អំពី web proxy អញ្ចឹងតើតើជាមួយនឹង web proxy នេះដែរគឺយើងមាន content តើតើនឹងទី1ដែលយើងនឹងធ្វើការវែកញែកនោះគឺអ្វីទៅគឺជា web proxy ហើយនឹងទី2អ្វីទៅជារបៀបនៅក្នុងការជារបៀបដែលវាធ្វើការហើយនឹងចំណុចបន្ទាប់ទៀតនិយាយអំពីប្រភេទនៃ proxy server ហើយនឹងចំណុចបន្ទាប់ទៀតតកតងជាមួយនឹងអត្ថប្រយោជន៍នៃ proxy server និងចំណុចបន្ទាប់ទៀតតកតងជាមួយនឹងករណីប្រើប្រាស់ជាទូទៅហើយនឹងចំណុចបន្ទាប់គឺជា proxy server tool ជាមួយនឹង technology ដែលវាជាឧបករណ៍ដែលពាក់ព័ន្ធជាមួយនឹង web proxy ហើយនឹងចំណុចបន្ទាប់ទៀតតកតងនឹង conclusion តកតងនឹងចំណុចចុងក្រោយគឺជា question ជាសំណួរនិងចម្លើយអញ្ចឹងតកតងនឹងចំណុចបន្ទាប់អ្វីទៅគឺជា web proxy អញ្ចឹង web proxy គឺវាជាម៉ាស៊ីនបម្រើមួយដែលនៅចន្លោះរវាងអ្នកប្រើប្រាស់និងគេហទំព័រវាជួបសំណើពី client និងបញ្ជូនទៅកាន់ server ដើមបន្ទាប់ពីយកចម្លើយមកផ្ញើត្រឡប់ទៅកាន់ client អញ្ចឹងមានន័យថានេះវាគឺជារបៀបនៅក្នុងការធ្វើឲ្យមានសុវត្ថិភាពនៃការប្រើប្រាស់និងបង្កើនអនានុភាពដែលយើងអាចហៅថា anomalies អញ្ចឹងតកតងនឹងចំណុចបន្ទាប់ទៀតតកតងជាមួយនឹងការ detail អញ្ចឹងនៅក្នុង detail នេះដែរគឺយើងនិយាយអំពីទូនាទីរបស់ proxy server អញ្ចឹងទូនាទីរបស់វាគឺវាមានទូនាទីជា gateway ហើយវាបែងចែកទៅកាន់ user បែងចែក user ពី website ដែលពួកគេ browse និងបន្តមកទៀតតកតងជាមួយនឹង traffic គឺវាអាច handle ទៅលើ HTTP HTTPS ហើយនិង HTTP ហើយនឹងinternet traffic ផ្សេងទៀតអញ្ចឹងចំណុចបន្ទាប់ទៀតតកតងជាមួយនឹង functionality វាអាចបំពេញមុខងារផ្សេងៗដូចជាការបង្ការ content មិនសមរម្យការចងចាំអ៊ីនធឺណិតទិន្នន័យដែលយើងហៅថា caching អញ្ចឹងខ្ញុំសូមចូលមកចំណុចបន្ទាប់តកតងជាមួយនឹងដំណើរការជាដំណាក់កាលដែលយើងហៅថា step by step workflow ដែលទី1គឺវានិយាយពីអំពី client request ដែល client request ហ្នឹងគឺជា client ឬក៏អ្នកប្រើប្រាស់ផ្ញើសំណើទៅកាន់ proxy server ហើយនឹងចំណុចទី2តកតងជាមួយនឹង proxy processing ដែល proxy processing ហ្នឹងគឺវានិយាយតកតងជាមួយនឹងការទទួលសំណើបំលែងនិងបំលែងហើយកំណត់ថាត្រូវបញ្ជូនទៅ server មួយណានិងចំណុចបន្ទាប់ទៀតតកតងជាមួយនឹង forwarding តកតងនឹង forwarding នេះដែរគឺយើងនិយាយអំពីការបញ្ជូន proxy សំណើទៅកាន់ destination server ជំនួសឲ្យ client និងចំណុចបន្ទាប់ទៀតតកតងជាមួយនឹង response handling អញ្ចឹង response handling នេះគឺយើងនិយាយតកតងជាមួយនឹង destination server ដំណើរការសំណើនិងផ្ញើចម្លើយត្រឡប់មក proxy server វិញនិងចំណុចចុងក្រោយគឺយើងនិយាយតកតងជាមួយនឹង client response អញ្ចឹង client response នេះគឺវាតកតងជាមួយនឹង proxy server ទទួលចម្លើយបំលែងវាឧទាហរណ៍ដូចជា catch ហើយវាបញ្ជូនចម្លើយទៅកាន់ client វិញ
អញ្ចឹងតកតងនឹងចំណុចបន្ទាប់ទៀតតកតងជាមួយនឹងmore detail តកតងជាមួយនឹង proxy server ដែលវាមាន2ចំណុចនៅក្នុងចំណុចនេះអញ្ចឹងចំណុចទី1តកតងជាមួយនឹង proxy action ដែល proxy action នេះគឺវាអាចកែសម្រួល header របស់សំណើ catch និងcontent ឬក៏មាតិកាឬក៏អាច filter ចម្លើយឬក៏ response និងចំណុចចុងក្រោយតកតងជាមួយនឹង logging នេះដែរគឺវាតកតងជាមួយនឹង proxy server ភាគច្រើនគឺវាកត់ត្រាសំណើនិងចម្លើយសម្រាប់ការត្រួតពិនិត្យនិងវាតម្លៃជាឧទាហរណ៍វាបង្ហាញតកតងជាមួយនឹងការ IP address ពិតរបស់ client តាមរយៈ header និងចំណុចបន្ទាប់ទៀតតកតងជាមួយនឹង type of proxy server ឬក៏យើងអាចហៅថាប្រភេទនៃ proxy server អញ្ចឹងតកតងនឹងចំណុចទី1តកតងជាមួយនឹង forwarding proxy គឺតកតងជាមួយនឹងការដាក់នៅមុខ client ហើយផ្ញើសំណើទៅកាន់ server សម្រាប់ការប្រើប្រាស់គឺយើងជៀសវាងgeo blocking និងបង្កើនភាពសម្ងាត់និងចំណុចបន្ទាប់ទៀតតកតងជាមួយនឹង reverse proxy ដែល reverse proxy នេះគឺវាតកតងជាមួយនឹងដាក់ខ្លួននៅមុខ server ហើយផ្ញើសំណើពី client ទៅ server ដោយត្រូវគ្រប់គ្រងជាមួយនឹងការ use case គឺយើងប្រើសម្រាប់ load balancing caching និងសុវត្ថិភាពឬក៏យើងអាចហៅថា security និងចំណុចបន្ទាប់ទៀតតកតងជាមួយនឹង transparent proxy ដែលយើងនិយាយអំពីការចាប់សំណើដោយមិនបដូរឬមិនបញ្ជូនការកំណត់ client និងការ use case ការប្រើប្រាស់គឺយើងប្រើប្រាស់សម្រាប់ monitor content monitoring filter និង content និងចំណុចបន្ទាប់ទៀតតកតងជាមួយនឹង anonymous proxy ដែលវានិយាយអំពីការលាក់ IP របស់អ្នកប្រើប្រាស់ដើម្បីបង្កើនអនាម័យភាពឬក៏ anonymous និងជៀសវាងការប្រើប្រាស់ជៀសវាង censorship និងបង្កើនភាពសម្ងាត់និងចំណុចចុងក្រោយតកតងជាមួយនឹង elite proxy ដែលវាជួយលាក់ IP និងបង្ហាញថាកំពុងប្រើប្រាស់ proxy ហើយជាមួយនឹងការ use case ឬក៏ការប្រើប្រាស់គឺការពារអត្តសញ្ញាណខ្ពស់បំផុតអញ្ចឹងតកតងនឹងចំណុចបន្ទាប់ទៀតតកតងជាមួយនឹង benefit of proxy server ដែលយើងអាចហៅវាថាអត្ថប្រយោជន៍របស់ proxy server អញ្ចឹងតកតងនឹងចំណុចទី1anonymity and privacy គឺវាតកតងជាមួយនឹងការលាក់ IP និងទីតាំងរបស់អ្នកប្រើប្រាស់ឧទាហរណ៍example ចូលគេហទំព័រពីប្រទេសដែលមានការកម្រិតឬក៏ប្រទេសដែលគេ restrict ទៅលើIP និងចំណុចបន្ទាប់ទៀតតកតងជាមួយនឹង security វានិយាយតកតងជាមួយនឹងដូចជា firewall ដើម្បីទប់ស្កាត់និង filter បណ្ដាញដែលគំរាមកំហែងជាឧទាហរណ៍ក្រុមហ៊ុនប្រើ proxy ដើម្បីការពារប្រឆាំងនឹងcyber threat និងចំណុចបន្ទាប់ទៀតតកតងនឹង performance ដែល performance នេះដែរគឺវាប្រើ catch ដែលមាតិកាដែលស្នើញឹកញាប់ដើម្បីបន្ថយល្បឿននៃ server និង bandwidth ជាឧទាហរណ៍ ISP using catch ប្រើប្រាស់ catch proxy to improve user experience និងចំណុចបន្ទាប់ទៀតតកតងជាមួយនឹង access control អញ្ចឹង access control នេះគឺយើងប្រើគ្រប់គ្រងការចូលប្រើប្រាស់ web និងទប់ស្កាត់ content មិនសមរម្យឧទាហរណ៍ដូចជាសាលាឬក៏បណ្ណាល័យនិងចំណុចចុងក្រោយគឺជា load balancing ដែលយើងនិយាយអំពីការចែកសំណើពី client ទៅកាន់ server ច្រើនដើម្បីការពារផ្ទុកធ្ងន់ឬក៏ទំហំផ្ទុកជាឧទាហរណ៍ដូចជា web traffic ច្រើនអញ្ចឹងខ្ញុំសូមទៅចំណុចបន្ទាប់ទៀតតកតងជាមួយនឹង common use case ដែលយើងអាចហៅថាករណីប្រើប្រាស់អញ្ចឹងតកតងនឹងចំណុចនេះដែរចំណុចទី1គឺគេនិយាយអំពី
web access control and monitoring so សម្រាប់ scenario របស់វាគឺជា organization ដែលត្រូវការត្រួតពិនិត្យនឹងការប្រើប្រាស់ internet for forward proxy ដែលវាទប់ស្កាត់ website មិនសមនឹង website ហើយនឹងចំណុចបន្តទៀតតកតងជាមួយនឹង bypassing geo restriction ដែលគេចង់និយាយអំពីអ្នកប្រើប្រាស់ចង់ចូលទៅកាន់ content ដែលមានកំណត់តំបន់ឬក៏យើងអាចហៅថាកំណត់ region ហើយវាប្រើ proxy នៅក្នុងតំបន់គោលដៅអាចអនុញ្ញាតការចូលដំណើរការនឹងចំណុចបន្តទៀតតកតងជាមួយនឹង load balancing និង failover ដែលចំណុចហ្នឹងដែរគឺគេនិយាយអំពី web traffic ច្រើនត្រូវការបែងចែកសំណើទៅកាន់ server ផ្សេងៗដែល reverse proxy ប្រើ algorithm ដើម្បីធានាប្រសិទ្ធភាពនិងចំណុចបន្តទៀតតកតងជាមួយនឹង caching សម្រាប់ for performance improvement ដែលចំណុចនេះដែរគឺគេចង់និយាយអំពីគេហទំព័រព័ត៌មានឬសារព័ត៌មានចង់កាត់បន្ថយ server load ដែលយើងហៅថា reverse proxy ដែលវាជួយសន្សំមាតិកាដែលស្នើញឹកញាប់និងចំណុចចុងក្រោយទាក់ទងជាមួយនឹង enhance security and DDoS protection ដែលនៅចំណុចនេះដែរគឺគេចង់និយាយអំពីសេវាកម្មត្រូវការការពារអំពី DDoS និងអត្ថប្រយោជន៍វាសារៈសំខាន់របស់វាគឺreverse proxy កាត់ជំរះ traffic បែរថាកាត់បន្ថយtraffic ដែលវាអាចថាវាអាក្រក់និងចំណុចបន្តទៀតតកតងជាមួយនឹង proxy server tool និង technologies អញ្ចឹងតកតងនឹងចំណុចដំបូងគឺគេនិយាយពី Squid អញ្ចឹង Squid គឺវាគឺជា HTTP proxy ល្បីៗសម្រាប់ caching ហើយនិង forwarding អញ្ចឹងតកតងជាមួយនឹងចំណុច feature របស់វាគឺគេនិយាយអំពី web caching access control និង optimize traffic និងចំណុចបន្ទាប់ទៀតតកតងជាមួយនឹង NGINX ដែលគេនិយាយអំពី web server លើក4ខ្ពស់ហើយនឹងkey feature របស់គេគឺគេនិយាយអំពី load balancing ហើយនិង caching ASL termination និងចំណុចបន្ទាប់ទៀតតកតងជាមួយនឹង HA proxy proxy កន្លែងនេះគឺគេចង់និយាយអំពី TCP និង HTTP load balancer ហើយនឹងតទៅនឹង feature វាគឺវាធ្វើឲ្យមាន high availability traffic management និងចំណុចបន្ទាប់ទៀតតជាមួយនឹង Apache HTTP server ដែលវាគឺជា server web server មានសមត្ថភាពproxy និងវា key feature វាគឺវា support ជាមួយនឹង protocol ទូលំទូលាយនិងចំណុចចុងក្រោយតកតងជាមួយនឹង Vanis ដែលវាជា advanced caching proxy ហើយ key feature របស់វាគឺតកតងជាមួយនឹង HTTP accelerator និង content caching អញ្ចឹងតកតងនឹងចំណុចនេះអញ្ចឹងយើងសូមទៅចំណុចបន្តទៀតតកតងជាមួយនឹងចំណុចចុងក្រោយនេះគឺយើងនិយាយអំពី conclusion អញ្ចឹង conclusion នៅក្នុងចំណុចនេះគឺគេចង់និយាយតកតងជាមួយនឹង web proxy ដែលវាជួយបញ្ជូនសំណើពី client ទៅកាន់ destination server និងត្រឡប់ចម្លើយមកវិញវាបង្កើនសុវត្ថិភាពខ្ពស់ប្រសិទ្ធភាពល្អនិងការគ្រប់គ្រងការចូលប្រើប្រាស់បានល្អការប្រើប្រាស់ទូទៅរួមមានការគ្រប់គ្រងចូលប្រើ web ការជៀសវាង geo restriction load balancing and caching និងប្រព័ន្ធសុវត្ថិភាពអញ្ចឹងតកតងជាមួយនឹងការ present របស់ខ្ញុំគឺចប់សូមអរគុណ